ថ្ងៃនេះបងប្អូនបានឲ្យញ៉ាំបាយដែរសម្រាប់នាងខ្ញុំមានផាត់ឡូវថ្ងៃហ្នឹងទិញបានធ្វើជ្រូកដាច់ជ្រូកហើយនឹងបេះដូងខ្ញុំមកធ្វើផាត់ឡូវតែម្ដងហើយចំពោះផាត់ឡូវរបស់ខ្ញុំធ្វើគឺថាងាយស្រួលរសជាតិក៏ឆ្ងាញ់ពណ៌ក៏ស្អាតដែរបងប្អូនតួងយើងចាប់ផ្ដើមបំបត្តិក្លិនសាច់ជ្រូកសិនទៅណាយើងលាងកោសឲ្យស្អាតពីបិចទឹកហើយចាំយើងដាក់ដាំទឹកដើម្បីស្ងោរហ្នឹងបងប្អូនមែនស្លឹកក្រូចឬមកក៏រំដេងឬមកក៏ខ្ញីអីក៏បានដែរយើងស្ងោរបាច់ដាក់គ្រឿងអីទេគ្រាន់តែស្ងោរប្រហែលជា10នាទីចោលដើម្បីឲ្យក្លិនសាច់ជ្រូករបស់យើងកុំធំក្លិនខ្លាំងណាបងប្អូនបន្ទាប់ពីស្ងោរយើងលាងទឹកត្រជាក់ពីបិចទឹកឲ្យស្អាតទៅហើយខ្ញុំអត់មានស្ករត្នោតសម្រាប់ធ្វើផាត់ឡូវទេក៏ប្រើស្ករសហើយស្ករសបងប្អូនពេលដែលយើងដាក់ឆ្នាំងក្តៅហើយបងប្អូនដាក់ស្ករទៅយើងកុំដាក់ទឹកណាបើសិនជាយើងដាក់ទឹកយើងកូរទៅគឺក្រាមតែម្ដងយើងកូរអត់បានក្រហមស្អាតទេហើយពេលដាក់បន្ថយភ្លើងតិចទៅហើយនេះស្ករឡើងក្រហមហើយនឹងខ្ញុំចូលកូរផ្កាច័ន្ទជាមួយហើយសម្រាប់ជើងឯមខ្ញុំប្រើជើងឯមម្សៅហ្នឹងបងប្អូនយើងដាក់ទឹកត្រីដាក់គ្រឿងទេសមានដូចជាម្សៅស៊ុបអីចឹងសិនមកកូរឲ្យសព្វច្របល់ល្អហើយយើងដាក់សាច់ដែលលាងសម្អាតរួចនឹងចូលបងប្អូនឃើញទេសាច់យើងលាងឡើងសស្គុះតែម្ដងបើសិនជាយើងធ្វើទោះបីគ្រឿងលុបយ៉ាងណាបើសិនជាសាច់នៅតែធំក្លិនគឺញ៉ាំអត់ស្និទ្ធមាត់ទេបងប្អូនអញ្ចឹងយើងចំណាយពេលថា9-10នាទីអីទៅដើម្បីលាងសម្អាតសាច់ឲ្យស្អាតល្អអញ្ចឹងណាហើយយើងលាងស្អាតចឹងហើយកូរស្ករហើយយើងយកមកដាក់នៅក្នុងឆ្នាំងដែលយើងកូរបាញ់មិញហ្នឹងកូរស្ករហ្នឹងយើងដាក់ហើយយើងច្របល់ឲ្យសព្វគ្នាល្អសិនទៅណាបងប្អូនហើយដំណាក់កាលហ្នឹងបើសិនជាបងប្អូនមានទឹកស៊ីអ៊ីវខាប់សម្រាប់យកពណ៌ក៏បានដែរតែសម្រាប់ខ្ញុំអត់ដាក់ទឹកស៊ីអ៊ីវខាប់ទេគឺខ្ញុំយកពណ៌ពីគ្រាប់ពុយកាបងប្អូនឬគ្រាប់គ្រីហ្នឹងយើងគ្រាន់តែដាក់ខ្លាញ់ឲ្យក្តៅទៅយើងដាក់គ្រាប់គ្រីថយភ្លើងតិចទៅហើយរហូតដល់តែចេញពណ៌អស់ចាំយើងយកទឹកខ្លាញ់ហ្នឹងយកមកលាយជាមួយនឹងផាក់ឡូវរបស់យើងដើម្បីយកពណ៌ហើយបងប្អូនឃើញទេពេលយើងចាក់ហើយនិយាយពីថាពណ៌ស្អាតមែនតែម្ដងគួរឲ្យចង់ញ៉ាំបន្ទាប់ពីចាក់អញ្ចឹងហើយយើងកូរច្របល់ឲ្យសព្វគ្នាសិនទៅណាបងប្អូនហើយយើងកំតថែមទឹកចាំចេញពីសាច់ជ្រូកនឹងឲ្យអស់ទឹកកំណើតវាហ្នឹងចាំយើងដាក់ថែមទឹកព្រោះអីរីងទឹកនឹងអស់បានសាច់យើងអត់ធំក្លិនចឹងណាបងប្អូនហើយនេះបងប្អូនឃើញទេនេះខ្ញុំអាសាមើលឲ្យភ្លើងយើងដាក់ល្មមបានហើយណាបងប្អូនកុំដាក់ភ្លើងខ្លាំងពេកហើយយើងច្របល់ឲ្យសព្វទៅចាំយើងមើលបើសិនជារីងទឹកយើងថែមទឹកចូលណាបងប្អូនហើយបើសិនជាមានដូចថាគ្រឿងក្នុងជ្រូកអីរត់តែពិសេសហ្មងបងប្អូនតែនៅនេះអត់មានទេអត់មានលក់មានពោះតាន់អីនៅហាងវៀតណាមតែអត់ហ៊ានទេបងប្អូនអត់ហ៊ានទិញយកមកញ៉ាំអញ្ចឹងណាឃើញទេបងប្អូនចាប់ផ្ដើមឡើងក្លិនឈ្ងុយបតាហើយយើងច្របល់ឲ្យសព្វទៅណាបងប្អូនយកអាក្រមនៅមកដាក់លើណាដោយសារនឹងខ្ញុំប្រើឆ្នាំងតូចណាបន្ទាប់ពីរីងទឹកហើយយើងចាប់ផ្ដើមចាក់ទឹកចូលថែមដើម្បីរំងាស់យកតែម្ដងពេលរំងាស់ហ្នឹងបងប្អូនទឹកពុះហើយយើងភ្លក់មើលរសជាតិទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចូលចិត្តចឹងណាហើយខ្ញុំធ្វើហើយក៏អត់បានញ៉ាំភ្លាមដែរបងប្អូនព្រោះអីទុកសម្រាប់ទទួលភ្ញៀវអញ្ចឹងក៏អត់មានទឹកជ្រលក់មានបន្លែកាត់អីឲ្យបងប្អូនមើលអញ្ចឹងណាហើយវីដេអូហ្នឹងមិនតែប៉ុណ្្នឹងទេបងប្អូនបើមានចម្ងល់អីអាចខមមិនសួរនឹងខ្ញុំបាន